ប្រាសាទព្រះវិហារប្រាសាទព្រះវិហារជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមានទីតាំងលាតសន្ធឹងនៅលើខ្ពង់រាបនៃជួរភ្នំដងរែកដែលមានរយៈកម្ពស់625ម៉ែត្រធៀបទៅនឹងកម្ពស់ទឹកសមុទ្រស្ថិតនៅក្នុងស្រុកជាំខ្សាន្តខេត្តព្រះវិហារប្រាសាទដ៏ចំណាស់មួយនេះបានចាប់ផ្ដើមកសាងក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី1នាគ្រិស្តសករាជ889ដល់910និងបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2នាគ្រិស្តសករាជ1113ដល់1150ដើម្បីឧទ្ទិសដល់អាទិទេពព្រះឥសូរនៅក្នុងសាសនាហិណ្ឌូក្នុងទម្រង់ជាទេពភ្នំសិខរេស្វរៈនិងភទ្រេស្វរៈនៅថ្ងៃទី7ខែកក្កដាឆ្នាំ2026នេះនឹងជាខួបទី18ឆ្នាំគឺ7កក្កដា2008ដល់7កក្កដាឆ្នាំ2026ដែលមរតកវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជាមួយនេះត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកនៅក្នុងកិច្ចប្រជុំលើកទី32នៅទីក្រុងកេបិចប្រទេសកាណាដាប្រាសាទព្រះវិហារត្រូវបានពិភពលោកទទួលស្គាល់ថាស្ថិតនៅក្នុងបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងពិតប្រាកដក្រោយតុលាការយុត្តិធម៌អន្តរជាតិ International Court of Justice ICJ បានប្រកាសសាលក្រមជាផ្លូវការនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋនរោត្តមសីហនុលើសពីនេះថែមទៀតកាលនៅពីថ្ងៃទី7ខែកក្កដាឆ្នាំ2008អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហារក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌនៃមនុស្សជាតិដែលជាភាពជោគជ័យនិងមោទកភាពសម្រាប់កូនខ្មែរគ្រប់រូបចងចាំមិនអាចបំភ្លេចបានក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជាសូមអរគុណ